អង្គការ CDI ទាមទារឲ្យថៃដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនៅទីហ៊ានកម្ពុជាចំនួន18នាក់និងព្រមានថាបទឈប់បាញ់កម្ពុជាថៃស្ថិតនៅក្នុងភាពផុយស្រួយដែលស្ដែងចេញពីការវាយប្រហាររបស់កងទ័ពថៃលើជនស៊ីវិលដែលគ្មានអាវុធនៅខេត្តបន្ទាយមានជ័យកាលពីពេលកន្លងទៅអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិដែលហៅកាត់ថា CDI IDC បានថ្កោលទោសឧបទ្ទវហេតុវាយប្រហាររបស់កងទ័ពថៃទៅលើជនស៊ីវិលដែលគ្មានអាវុធនៅខេត្តបន្ទាយមានជ័យថាជាការវាយប្រហារដោយកំសាកនិងគំរាមកំហែងដោយអាវុធហើយបានជំរុញឲ្យភាគីថៃគោរពការបដិញ្ញាចិត្តរបស់ខ្លួនក្រោមបទឈប់បាញ់សន្តិភាពដែលចុះហត្ថលេខាតិចជាង1ខែមុននៅក្នុងសេចក្តីសម្រេចមួយដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួននៅទីក្រុងសាវប៉ូឡូនៅថ្ងៃទី22ខែវិច្ឆិកា CDI IDC បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថាសន្តិភាពដ៏ផុយស្រួយដែលទទួលបាននៅថ្ងៃទី26ខែតុលានៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកាឡាឡាំពួរកំពុងត្រូវបានបំផ្លាញដោយការឈ្លានពានរបស់យោធាថៃដែលកំពុងតែបន្តនៅតាមបណ្ដោយព្រំដែនអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិបានព្រមានថាការរំលោភបំពានជាបន្តបន្ទាប់អាចនឹងធ្វើឲ្យខូចដំណើរការសន្តិភាពនិងប៉ះពាល់ទៅដល់ស្ថិរភាពក្នុងតំបន់សេចក្តីសម្រេចរបស់ CDI IDC ក៏បានបញ្ជាក់ជាថ្មីនៅការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងសន្តិភាពដែលមានការចូលរួមពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រធានអាស៊ាននាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមនៃប្រទេសម៉ាឡេស៊ីនិងការគាំទ្រផ្នែកការទូតពីប្រទេសចិននិងសហគមន៍អន្តរជាតិទូលំទូលាយអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិបានសរសើរចំពោះការខិតខំប្រឹងប្រែងសម្រុះសម្រួលដែលបានបញ្ឈប់ការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរបស់កម្ពុជាថៃចាប់ពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅនិងបង្កឲ្យមានតម្រូវការមនុស្សធម៌បន្ទាន់ក្នុងពេលជាមួយគ្នានេះក្រុមអ្នកនយោបាយកណ្ដាលបានទាមទារឲ្យមានការដោះលែងជាបន្ទាន់និងគ្មានលក្ខខណ្ឌនៃកងទ័ពកម្ពុជាចំនួន18នាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងថៃនៅថ្ងៃទី29ខែកក្កដាពលគឺមួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ដំបូងនៅថ្ងៃទី28ខែកក្កដាត្រូវបានព្រមព្រៀងគ្នាអង្គការនេះក៏បានហៅការឃុំខ្លួនរបស់ពួកគេថាខុសច្បាប់និងជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងច្បាស់លាស់ CDI IDC ក៏បានជំរុញឲ្យរដ្ឋាភិបាលទាំងពីរពន្លឿនការដកគ្រាប់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាពិសេសគ្រាប់បែកចង្កោមក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ដោយសង្កត់ធ្ងន់ថាជនស៊ីវិលនៅតែបន្តប្រឈមមុខទៅនឹងគ្រោះថ្នាក់ប្រចាំថ្ងៃសេចក្តីថ្លែងការណ៍បន្តថាភាពប្រក្រតីមិនអាចស្ដារឡើងវិញបានទេខណៈពេលដែលសហគមន៍នៅតែរងការគំរាមកំហែងក្រៅពីការស្លាប់និងការរបួសជនស៊ីវិលដែលគ្មានអាវុធក្នុងដៃអង្គការអន្តរជាតិមួយនេះក៏បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌរបស់ពិភពលោកនៃអង្គការ UNESCO និងទ្រព្យសម្បត្តិវប្បធម៌ផ្សេងទៀតនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាដែលខ្លះត្រូវបានខូចខាតដោយកំភ្លើងធុនធ្ងន់និងការវាយប្រហារតាមអាកាសអង្គការនេះក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យទៅលើឧបទ្ទវហេតុទាំងនេះនិងសម្រាប់ការខិតខំប្រឹងប្រែងស្ដារឡើងវិញជាបន្ទាន់ដែលគាំទ្រដោយសហគមន៍អន្តរជាតិបើទោះបីជាមានការទម្លាយពីភាពតច្រកនៅទីក្រុងកាឡាឡាំពួរក៏ដោយក៏ CDI IDC បានព្រមានថាកិច្ចព្រមព្រៀងសន្តិភាពនៅតែផុយស្រួយខ្លាំងហើយជំរុញឲ្យដៃគូក្នុងតំបន់និងអន្តរជាតិទាំងអស់រក្សាសម្ពាធដើម្បីធានាការអនុលោមនិងទប់ស្កាត់ការកើនឡើងបន្ថែមទៀតសេចក្តីសម្រេចនេះក៏បានស្កត់ធ្ងន់ថាក្នុងនាមជាដៃគូនយោបាយសកល CDI មានកាតព្វកិច្ចបញ្ចប់អំពើឃោរឃៅឲ្យគោរពច្បាប់អន្តរជាតិនិងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សដោយសន្យាថានឹងប្រមូលផ្ដុំបណ្ដាញទូទាំងពិភពលោករបស់ខ្លួនដើម្បីគាំទ្រទៅដល់សន្តិភាពយុត្តិធម៌និងការទទួលខុសត្រូវក្នុងតំបន់